ngáp đâu này phục đấy ồ này បាទជំរាបសួរហើយក៏សួស្តីថ្ងៃនេះមករៀងបែបរៀងប្លែកថ្មីតែមិនប្លែកជាណាស់ណាទេមកទស្សនានៅការបងត្រីបែបស្រុកស្រែក្បែរជើងភ្នំនៅតាមកូនបន្លាយតូចតូចហើយការថតរបស់ខ្ញុំនេះក៏មិនមែនជាការព្រៀងទុកអីដែរក៏មិនមែនជាមាន plan មានកម្រងអីទេគឺគ្រាន់តែជិះមកតាមផ្លូវហ្នឹងក៏ជួបបងប្រុសម្នាក់ដែរគាត់កំពុងតែចាប់សំណាញ់បងមើលទៅរៀងទំនងពេកក៏ចូលថតបានមកសំណាញ់ពីសំណាញ់ទុកឲ្យបងប្អូនមើលតែម្ដងហើយចំពោះបងប្រុសវិញក៏គាត់បានស្គាល់គ្នាជាមួយខ្ញុំដែរហើយចំពេលដែលខ្ញុំក៏ជាមនុស្សចូលចិត្តនៅការបងត្រីដែរហើយក៏ឃើញបែបហ្នឹងក៏ឆ្លៀតចូលថតមួយคลิปពីរคลิปទុកឲ្យបងប្អូនទស្សនាកំសាន្តអញ្ចឹងណាហើយមើលទៅទំនងត្រង់ថាគាត់មកបងនេះគ្រាន់តែរួចថ្លៃមកហូបទេមិនមែនជាបងយកទៅលក់យកទៅអីទេប៉ុន្តែអ្វីដែលយើងចង់មើលដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងមួយសំណាញ់នេះគឺជាសំណាញ់ទី1ដែលខ្ញុំថតពីគាត់ហើយអញ្ចឹងការបងរបស់គាត់មើលទៅបែកសំណាញ់របស់គាត់ពេញមកបន្លាយតែម្ដងគឺដូចរើសសំណាញ់មកតម្រូវទឹកអញ្ចឹងបងហើយបងប្រុសក៏បានប្រាប់ដែរថាតំបន់នេះគឺជាតំបន់សម្បូរទៅដោយត្រីហើយពិសេសគឺត្រីឆ្លូញនឹងតែម្ដងប៉ុន្តែគ្រាន់តែឆ្នាំនេះមិនសូវជាមានទឹកធំទឹកបែកមកខ្លាំងអញ្ចឹងមានតែទឹកវាច្រើនគឺទឹកដែលអ្នកទាំងអស់គ្នាមើលទៅល្អៗហ្នឹងគឺវាច្រើនបងប្អូនជាកសិករដែលគាត់ធ្វើស្រែវគ្គ2ដែលគាត់ព្រោះដីវាយដីហើយគាត់បហូរចូលបន្លាយហ្នឹងទៅហើយក៏មានត្រីមានអីខ្លះទៅអញ្ចឹងបានបងប្អូនមើលទៅឃើញមានភាពរៀងល្អក់មិនសូវជាថ្លាប្រហែលណាដូចអ្នកទាំងអស់គ្នាបានឃើញស្រាប់នេះជាសំណាញ់ទី1ដែលគាត់អូសឡើងហើយសំណាញ់ទី1នេះគឺជាសំណាញ់ដំបងដែលខ្ញុំថតហើយក៏ជាសំណាញ់ដែលគាត់បងដំបងដែរព្រោះចៃដន្យគាត់ថតអ្នកទាំងអស់គ្នាបានឃើញមានត្រីច្រើនមានត្រីឆ្លូញមានត្រីក្រាញ់មានត្រីសត្រីរវាលក្ខណៈត្រីស្រែណាបងប្អូនចំពោះខ្ញុំជឿជាក់ថាអ្នកដែលចូលចិត្តបងត្រីនេះគឺជាសំណាញ់មួយសំណាញ់ដំបងគឺសិតបងប្អូនដូចឃើញចំពោះអ្នកដែលចូលចិត្តបងត្រីគឺមួយសំណាញ់បានឆ្លូញប៉ុណ្ណេះហើយបានត្រីប៉ុណ្ណេះខ្ញុំគិតថាសប្បាយចិត្តហើយចំពោះខ្ញុំអ្នកដែលបងត្រីតាមបន្លាយតាមបន្លាយបែបស្រុកស្រែណាបងប្អូនហើយនេះគឺជាសំណាញ់ទី2ដែលគាត់បងទៅគឺដូចមិនជាខុសគ្នាពីសំណាញ់ទី1ប្រហែលដែរគឺគ្រាន់ថាពេលខ្លះក៏ចូលរឿងត្រីច្រើនទៅហើយពេលខ្លះក៏ចូលត្រីតិចតែក៏បញ្ជាក់ថាមួយសំណាញ់មិនដែលដាច់ទេយ៉ាងហោចណាស់ក៏មានត្រីឆ្លូញ2ដែរពួកបងប្អូនមួយចំនួនប្រហែលជាកំពុងតែឆ្ងល់ហើយព្រោះអ្នកដែលមិនស្គាល់ភូមិសាស្ត្របន្លាយម្ដុំនេះប្រហែលជាគាត់ឆ្ងល់ហើយក៏ចង់ដឹងថាម្ដុំបន្លាយនេះនៅចំណុចថងណានៅតំបន់ណាភូមិណាអញ្ចឹងណាក៏ប៉ុន្តែចង់បញ្ជាក់ថាអ្នកដែលនៅតំបន់នេះគឺគ្រាន់តែកលេចមកស្គាល់ច្បាស់ថាតំបន់នេះគឺជាតំបន់នៅស្ថិតនៅភូមិបណ្ណន់ឃុំកៅតឺ2នៅក្បែរនឹងប្រាសាទបណ្ណន់ទីរមណីយដ្ឋានដែលអ្នកទាំងអស់គ្នាទៅទស្សនាប្រាសាទហ្នឹងគឺនៅក្បែរនឹងតែម្ដងទេហើយចំពោះការបរិច្ឆេទដែលខ្ញុំថតនេះគឺជាថតដើមខែតុលាយើងតែម្ដងគឺនៅថ្ងៃទី1ខែ10ឆ្នាំ2025គឺភ្លាមគឺថតភ្លាមផុសជូនឲ្យបងប្អូនទស្សនាភ្លាមតែម្ដងដូចបងប្អូនកំពុងទស្សនាស្រាប់នេះគឺមកស្រឡាញ់នេះគឺអត់សូវមានត្រីសត្រីអីទេប៉ុន្តែក៏មានឆ្លូញ2នៅក្នុងនឹងដែរអញ្ចឹងណាចំពោះត្រីឆ្លូញវិញគឺដូចបងប្អូនឃើញអញ្ចឹងវារាងធំគ្រាន់មកគួរសមដែរហើយនេះគឺជាសំណាញ់ទី3ដែលខ្ញុំថតគឺបញ្ជាក់បងប្អូនថាខ្ញុំថតបានតែ3សំណាញ់ហ្នឹងទេព្រោះដោយសារតែខ្ញុំគឺដូចខ្ញុំបានរៀបរាប់ពីខាងដើមវីដេអូអញ្ចឹងថាមានគោលបំណងទៅថតគាត់បងត្រីទេដោយសារតែការងាររបស់ខ្ញុំត្រូវជិះតាមផ្លូវហ្នឹងហើយក៏ជាងទៅជួបគាត់តាមផ្លូវក៏ថតតែម្ដងហើយក៏បញ្ជាក់បងប្អូនបន្ថែមដែរថាតំបន់នេះក៏ជាតំបន់ដែលសម្បូរទៅដោយត្រីពិសេសគឺត្រីឆ្លូញត្រីស្រែហ្នឹងតែម្ដងដូចខ្ញុំបញ្ជាក់ខាងដើមវីដេអូអញ្ចឹងថាតំបន់នេះនៅពេលដែលខែទឹកឡើងហើយឆ្នាំនេះចំពោះតំបន់ផ្សេងគឺមានទឹករាជទឹកអីបែកធំប៉ុន្តែតំបន់នេះគឺមិនតាន់ជាមានទឹកបែកធំណាស់ណាទេគ្រាន់តែជាភាគច្រើនគឺទឹកបន្លាយបហូរមកលក្ខណៈបែបខែវស្សាតែប៉ុណ្្នឹងទេប៉ុន្តែនៅតែមានត្រីហើយសម្រាប់ជាតែបងប្អូនដែលចូលចិត្តបងសំណាញ់ដូចជាខ្ញុំក៏ឧស្សាហ៍មកបងនៅទីនេះដែរមូលហេតុគឺដោយសារនៅជិតក្បែរផ្ទះចំពោះខ្ញុំបាទថ្ងៃខ្លះក៏ចេញពីធ្វើការម៉ោង5ម៉ោង6ហើយមិនតាន់យប់ក៏ឆ្លៀតមកបងបានមួយសំណាញ់2ដែរហើយចំពោះជារៀងរាល់ឆ្នាំទៀត
បើសិនជាមានទឹកបែកច្រើនគឺសម្បូរទៅដោយបងប្អូនពិសេសបងប្អូនអ្នកនៅក្បែរភូមិហ្នឹងគឺគាត់មកបងងើបតាំងពីយប់មកដើម្បីទៅបងព្រោះដោយសារតែបន្លាយមួយនេះគឺហូរធ្លាក់ទៅស្ទឹងហើយត្រីភាគច្រើនគឺវាឡើងពីស្ទឹងមកវិញអញ្ចឹងក៏ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ននេះគឺមិនទាន់ជាសម្បូរដូចជារៀងរាល់ឆ្នាំទេដូចរៀបរាប់ពីខាងដើមអញ្ចឹងថាដោយសារតែមិនទាន់មានទឹកពេញបន្លាយនៅឡើយទេប៉ុន្តែបងប្អូនដែលមានចំណាប់អារម្មណ៍ចង់មកបងកំសាន្តអីចង់មកមកបងគ្រាន់រួចថ្លៃមកហូបអីអាចបានព្រោះដោយសារតែដូចបងប្អូនឃើញស្រាប់អញ្ចឹងគឺមួយសំណាញ់មិនអត់ត្រីទេយ៉ាងហោចណាស់ក៏មានមួយពីរសម្រាប់ត្រីឆ្លូញក៏មានដូចបងប្រុសនេះដូចខ្ញុំជួបគាត់ល្ងាចមិញគឺបន្ទាប់ពីខ្ញុំជួបហើយខ្ញុំត្រឡប់មកវិញជួបគាត់តាមផ្លូវមួយសាទៀតគឺគាត់បានទាំងត្រីឆ្លូញត្រីក្រាញ់ត្រីផ្ទក់ហ្នឹងបានជាងកន្លះកថាំងដែរអញ្ចឹងមករួចថ្លៃមហូបរបស់គាត់ហ្នឹងអាចទៅដល់ព្រឹកស្អែករួចថ្លៃមហូបល្ងាចហើយដល់ព្រឹកស្អែកក៏អត់ខ្វះដែរអញ្ចឹងណាបងប្អូនហើយសម្រាប់វីដេអូរបស់ខ្ញុំដូចជាមានតែប៉ុណ្្នឹងឯងព្រោះដូចរៀបរាប់ពីខាងដើមអញ្ចឹងថាបានថតគាត់តែ3សំណាញ់ទេតែបងប្អូនកុំភ្លេចជួយចុច like និង follow page ឲ្យខ្ញុំម្នាក់មួយផងពិសេសជួយ subscribe នៅ channel YouTube របស់ខ្ញុំដើម្បីមានកម្លាំងចិត្តក្នុងការធ្វើវីដេអូដើម្បីផឲ្យបងប្អូនឃើញនៅការដាក់កង្កែបការបងត្រីការចាប់ត្រីការអីដូចវីដេអូចាស់ៗដែលបងប្អូនបានឃើញអញ្ចឹងជាចុងក្រោយសូមអរគុណសម្រាប់ការទស្សនានៅវីដេអូពេញអរគុណសូមជម្រាបលា